លោកតាញ៉ាំមួយចាននេះទៅសាច់ច្រើនណាស់ចាននោះខ្វក់ញ៉ាំមិនបានទេក្មួយស្រីតាពិតជាគ្មានលុយទេមិនយកលុយទេលោកតានរណាក៏មានពេលចាស់ចរាដែរលោកតាយកចង្កឹះនេះទៅម៉ាក់ប្រាប់ថាត្រូវកាន់ប្តីមិនត្រូវចង្អុលចុងស្រួចដាក់គេនោះទេលោកតាកុំប៉ះមុខក្មេងផ្ដេសផ្ដាសប្រយ័ត្នម៉ាក់ខ្ញុំខឹងឥឡូវហើយដូចខ្លាំងណាស់ហាតាចាស់ឈួតនេះចាប់ផ្ដើមរវើវីទៀតហើយម៉ាក់ក្មេងនៅក្នុងរូបថតមួយនេះមិនក៏មុខដូចកូនបេះបិទអញ្ចឹងសន្តាគារក្រោនបន្ទប់1820ខ្ញុំមិនដឹងថាបុរសម្នាក់នោះជានរណាទេហើយក៏បានពុះកូនមួយនេះរួចរត់គេចខ្លួនអស់រយៈពេល6ឆ្នាំតោះកូនយើងទៅក្មួយស្រីទៅមិនបានទេសាច់ឈាមត្រកូលលូគេច្បាស់ជាកូនចៅត្រកូលលូយើងហើយលោកតាច្រឡំមនុស្សហើយកូនខ្ញុំត្រកូលស៊ូមិនពាក់ព័ន្ធអីជាមួយត្រកូលលូទេមិនអាចទេមុខដូចធានហឺចៅប្រុសតាកាលពីក្មេងបេះបិទសំបីតែប្រជ្រុយក៏ដូចគ្នាដែរលូធានហឺនឹងមែនទេក្មេងនេះជាកូនរបស់លោកអគ្គនាយកលូម៉ាក់ពួកគេចង់មកដណ្ដើមកូនមែនទេនេះមានរឿងអីហ្នឹងធានហឺឯងមកដល់ហើយលោកតាខ្ញុំតាមរកតារាប់ម៉ោងហើយតារត់មកកន្លែងបែបនេះធ្វើអីហ្នឹងឯងមើលក្មេងនេះទៅមើលគេឲ្យច្បាស់ទៅនេះមិនមែនជារឿងលេងសើចទេមុខដូចគ្នាបេះបិទតែម្ដងហើយទម្រង់មុខនេះខ្ញុំតាមរក6ឆ្នាំហើយកាលពី6ឆ្នាំមុននៅបន្ទប់1820នារីដែលបាត់ខ្លួនស្រមោលឈឹងក្រោយពេលភ្ញាក់ពីគេខ្ញុំឆែកកាមេរ៉ាសន្តាគារពេញទីក្រុងទៅហើយតែក្នុងនាងរត់ចេញទៅយ៉ាងលឿន6ឆ្នាំហើយនាងបាត់ខ្លួនសូនឲ្យឈឹងហាមមករៀបរកដាក់ម៉ាក់ខ្ញុំអាយុប៉ុន្មានហើយ5ឆ្នាំកន្លះមិន5ឆ្នាំកន្លះពេលវេលាស៊ីចង្វាក់គ្នាស៊ូឈីងសវ៉ាកាលពី6ឆ្នាំមុននៅបន្ទប់1820លោកចំណាំមនុស្សខុសហើយចំណាំខុសចុះលេវអាវនេះពេញមួយក្រុងមានតែមួយគូទេហើយមួយទៀតគឺនៅលើដៃខ្ញុំគេពិតជាតាមរកខ្ញុំឃើញមែនស៊ូឈីងសវ៉ានាងលួចកូនខ្ញុំទៅ6ឆ្នាំហើយមិនអាចឲ្យគេយកអានទៅទេពេលនេះនៅចង់នាំគេរត់ម្ដងទៀតមែនទេលោកចំណាំមនុស្សខុសហើយចំណាំខុសចុះលេវអាវនេះគេចំណាំបានហើយអាយុ5ឆ្នាំកន្លះខ្ញុំកាលពីក្មេងបេះបិទហើយនៅមានលេវអាវខ្ញុំនៅលើខ្លួនទៀតស៊ូឈីងសវ៉ានាងចង់ប្រកែកដល់ពេលណាទៀតសម្លុតម៉ាក់ខ្ញុំមិនមែនជាមនុស្សអាក្រក់ទេកែវភ្នែកនេះដូចខ្ញុំកាលពីក្មេងណាស់ក្មួយស្រីឈីងសវ៉ាកុំខ្លាចអីត្រកូលលូយើងមិនធ្វើបាបក្មួយទេតែកូននេះមិនអាចបន្តរស់នៅត្រដកខ្យល់ខាងក្រៅទៀតទេត្រដកខ្យល់កូនខ្ញុំមិនមែនក្មេងអនាថាទេគេមានម៉ាក់តាខ្ញុំលក់ដូរដឹកអីវ៉ាន់ផងដេកខោអាវដល់យប់ជ្រៅផងពាក់កណ្ដាលអាធ្រាត្រ3កូនរត់ទៅពេទ្យខ្ញុំមិនដែលបណ្ដោយឲ្យគេដាច់ពូមិនដែលឲ្យគេងាយរឹតតែមិនឲ្យគេខ្លាចជាក្មេងកំព្រាដែរពាក្យថាក្មេងអនាថារបស់លោកចង់លុបបំបាត់ការលំបាក6ឆ្នាំរបស់ខ្ញុំចោលមែនទេអ្នកនាងស៊ូអំបាញ់មិញគឺជាការយល់ច្រឡំទេខ្ញុំសងលុយវិញសូមអ្នកនាងកុំប្រកាន់មនុស្សថោកទាបអីណាមិញនេះអញហ៊ានជាគេថាជាក្មេងគ្មានពូចម្បូរមែនទេលោកលូខ្ញុំពិតជាមិនដឹងមែនបើខ្ញុំដឹងថាគេជាកូនលោកតូបលោកគៀវលីវជីតែចេញជាស្ថាពរលូធានហឺលោកកំពុងរំលោភសិទ្ធិសេរីភាពខ្ញុំហើយដឹងប៉ូលីសទៅល្អតើទុកឲ្យប៉ូលីសស៊ើបអង្កេតទៅ6ឆ្នាំមុននៅបន្ទប់1820ហេតុអីបានជានាងនៅទីនោះហើយហេតុអីបានជាពោះរួចគេចខ្លួន6ឆ្នាំខ្ញុំតាមរកលោកតាមណាទៅសំបីលោកជាអ្នកណាក៏ខ្ញុំមិនដឹងផងពេលខ្ញុំភ្ញាក់ឡើងក្នុងបន្ទប់គ្មានមនុស្សទេគ្រូសាខ្ញុំថាខ្ញុំគួរឲ្យខ្មាស់គេក៏ដេញខ្ញុំចេញពេលខ្ញុំពោះគេសំបីលុយទៅពិនិត្យផ្ទៃពោះក៏ត្រូវសន្សំ1រៀលដែរលូធានហឺខ្ញុំមិនបានលួចទេគេជាកូនដែលខ្ញុំប្រថុយជីវិតបង្កើតមកយកសំណាក់ទៅធ្វើតេស្តដណាទៅលោកឯងហ៊ានប៉ះកូនខ្ញុំបើគេមិនមែនជាកូនខ្ញុំនឹងសុំទោសនាងតែបើគេជាកូនខ្ញុំស៊ូឈីងសវ៉ានាងជំពាក់ការពន្យល់ខ្ញុំហើយម៉ាក់កូនមិនអីទេគ្រាន់តែវើមុខបន្តិចទេកុំប៉ះគេអាឈឹងប្រាប់ទៅផ្នែកសង្គ្រោះបន្ទាន់កុមារឲ្យក្រុមគ្រូពេទ្យផ្នែកឈាមត្រៀមខ្លួនជាស្រេចក្នុងរយៈពេល5នាទីខ្ញុំត្រូវការគ្រូពេទ្យពូកែបំផុតមកដល់ប៉ាត់ចៅហ្វាយអានកុំកេងអីកូន
និយាយជាមួយម៉ាក់មកកូនម៉ាក់កុំយំអីលោកគ្រូពេទ្យជួយសង្គ្រោះកូនខ្ញុំផងគឺមកពីលោកបើលោកមិនមករ៉ារាំងយើងទេអានក៏មិនរងការប៉ះទង្គិចផ្លូវចិត្តហើយក៏មិនស្រាប់តែសន្លប់បែបនេះដែរគ្រូពេទ្យកូនខ្ញុំយ៉ាងម៉េចហើយស្ថានភាពមិនសូវល្អទេក្មេងមានជំងឺឈាមដកម្រម្យ៉ាងពីមុនប្រហែលជាប្រើតែថ្នាំទប់ទល់តែពេលនេះស្ថានភាពជំងឺរើឡើងខ្លាំងហើយមិនសូវល្អមានន័យថាម៉េចទៅយ៉ាងយូរមួយអាទិត្យបើមិនអាចរកខួរឆ្អឹងដែលត្រូវគ្នាទេនោះក្មេងប្រកាសជាគ្រោះថ្នាក់ដល់ជីវិតហើយយករបស់ខ្ញុំទៅបូមឈាមខ្ញុំបូមខួរឆ្អឹងខ្ញុំទៅខ្ញុំជាម្ដាយរបស់គេអ្នកនាងស៊ូតាមប្រវត្តិជំងឺអ្នកនាងធ្លាប់ធ្វើតេស្តកាលពី3ឆ្នាំមុនហើយគឺត្រូវគ្នាតែ3ចំណុចប៉ុណ្ណោះមិនគ្រប់លក្ខខណ្ឌព្យាបាលនោះទេចុះត្រូវធ្វើម៉េចទៅប្រាប់ខ្ញុំមកក្តីសង្ឃឹមតែមួយគត់គឺឪពុកបង្កើតរបស់ក្មេងមានខ្សែឈាមផ្ទាល់ភាគរយត្រូវគ្នាគឺមានខ្ពស់បំផុតលោកលូលទ្ធផលតេស្តដណាចេញមកហើយនៅចង់លាក់ខ្ញុំដល់ពេលណាទៀតខ្ញុំប្រាប់ហើយតើខ្ញុំមិនដឹងថាជាលោកទេអស់6ឆ្នាំមកនេះនាងបណ្ដោយឲ្យកូនលូធានហឺខ្ញុំជឿដល់ថ្នាក់នេះហើយនៅឲ្យគេទៅលក់ដូរតាមផ្លូវជាមួយនាងខ្ញុំក៏មិនចង់ដែរតែឲ្យខ្ញុំធ្វើម៉េចទៅខ្ញុំធ្លាប់អង្វរគ្រួសារខ្ញុំអង្វរពេទ្យគ្រប់គ្នាអស់ហើយខ្ញុំគ្រាន់តែចង់ឲ្យគេមានជីវិតរស់ប៉ុណ្ណោះលូធានហឺលោកអាចបន្ទោសខ្ញុំបានតែសូមលោកជួយគេសិនទៅអង្វរលោកជួយកូនសិនទៅខ្ញុំជាឪពុកបង្កើតរបស់ក្មេងពេលនេះយកឈាមខ្ញុំទៅពិនិត្យភ្លាមទៅលោកលូសូមអញ្ជើញមកតាមពួកយើងគេជាកូនប្រុសរបស់ខ្ញុំទោះជាខួរឆ្អឹងក្តីឬក៏សិកាដើមក្តីគេត្រូវការអីបូមយកនឹងទៅចៅទូតរបស់តាអព្រះជាម្ចាស់ឲ្យទីបំផុតទ្រង់ព្រមបញ្ជូនក្មេងនេះមកត្រកូលលោកវិញហើយលោកលូលទ្ធផលធំគឺត្រូវគ្នាខ្លាំងណាស់តែស្ថានភាពក្មេងមិនទាន់ពេកហើយត្រូវតែរៀបចំឲ្យបានលឿនដើម្បីឈានដល់ការវះកាត់ផ្សាមទោះត្រូវចំណាយអ្វីក៏ត្រូវតែជួយកូនខ្ញុំឲ្យបានចៅហ្វាយលូមានប្រសាសន៍ថារយៈពេល3ថ្ងៃត្រូវហៅអ្នកឯកទេសជំងឺឈាមកុមារមកប្រជុំនៅទីក្រុងជាងឈឹងឲ្យអស់អរគុណលោកហើយមិនបាច់ទេគេជាកូនប្រុសខ្ញុំប៉ុន្តែ6ឆ្នាំមកនេះគេគឺជាកូនរបស់ខ្ញុំតែម្នាក់ឯងទេចៅហ្វាយនេះជាប្រវត្តិរបស់អ្នកនាងស៊ូ6ឆ្នាំមកនេះ6ឆ្នាំមកនេះនាងឆ្លងកាត់រឿងបែបនេះមែនទេពោះអស់ហើយនេះជាស្អីកិច្ចសន្យារៀបការលោកពិតជាចង់ដណ្ដើមកូនមែនមើលឲ្យច្បាស់សិនចាំនិយាយលោកមិនមែនចង់ឲ្យខ្ញុំបោះបង់សិទ្ធិចិញ្ចឹមទេអីបើខ្ញុំចង់ដណ្ដើមកូនខ្ញុំមិនបាច់រៀបការជាមួយនាងទេអានត្រូវការឋានៈមួយដ៏ត្រឹមត្រូវហើយក៏ត្រូវការបរិស្ថានព្យាបាលដ៏ល្អបំផុតដែរស៊ូឈីងសាវ៉ានាងអាចមិនជឿខ្ញុំបានតែនាងមិនអាចយកជីវិតកូនមកលេងសើចទេកិច្ចសន្យារៀបការនេះរយៈពេលប៉ុន្មានចាំដល់អានជាសះស្បើយនាងចង់ទៅខ្ញុំមិនខាត់ហើយក៏មិនដណ្ដើមកូនដែរខ្ញុំសន្យាឈឹងរៀបចំឡានទទួលលោកស្រីនិងចៅហ្វាយតូចទៅផ្ទះវីឡាវិញលោកស្រីកិច្ចសន្យាមានប្រសិទ្ធភាពហើយលូធានហឺពួកយើងត្រឹមជាប្តីប្រពន្ធលើក្រដាសស្នាមទេយ៉ាងហោចណាស់ចាប់ពីថ្ងៃនេះទៅគ្មានអ្នកណាហ៊ានថាអានជាក្មេងគ្មានពូចម្បូរទៀតទេចៅទូតរបស់តាឆាប់ចូលផ្ទះទៅប្រយ័ត្នត្រូវខ្យល់លោកតាទូតម៉ាក់ប្រាប់ថាកូនប្រុសដើមទ្រូង5ហັດមិនត្រូវយំផ្ដេសផ្ដាសទេបានតាទូតលេងយំហើយបងធានហឺនេះគឺស្រីដែលបងនាំមកផ្ទះមែនទេតាំងពីពេលណាដែលត្រកូលលូអនុញ្ញាតឲ្យស្រីលក់ដូរតាមផ្លូវនិងក្មេងគ្មានពូចម្បូរចូលផ្ទះបាននោះនាងកញ្ញានិយាយស្ដីឲ្យចេះគិតផងខ្ញុំនិយាយខុសមែនទេត្រឹមជាអ្នកលក់ដូរតាមផ្សាររាត្រីសោះស្រាប់តែនាំក្មេងចូលវីឡាត្រកូលលូមិនមែនមកបោកលុយទេគឺស្អីទៅនរណាដឹងថាក្មេងនេះជាកូនអ្នកណាឲ្យប្រកាសនោះនាងហ៊ាននិយាយដាំកូនខ្ញុំមួយម៉ាត់ទៀតសាក់មើលមិនចាក់ចំចំណុចខ្សោយនាងហើយមែនទេស្រីប្រភេទដូចជានាងខ្ញុំឃើញច្រើនមកហើយអាងមានកូនចង់តោងតាក់សេដ្ឋីមែនទេគួរឲ្យស្ដាយត្រកូលលូមិនមែនជាកន្លែងទិញអេតចាយទេនាងឈួតបិទមាត់ទៅលោកតាលូខ្ញុំក៏ដើម្បីតែសេចក្តីសុខត្រកូលលូដែរបងធានហឺមានឋានៈខ្ពង់ខ្ពស់មិនអាចឲ្យស្រីប្រភេទនេះមកបោកប្រាស់បានទៅនាងកញ្ញាលីនមែនទេនាងចេះតែហាមាត់ថាខ្ញុំបោកប្រាស់ត្រកូលលូចុះសុំសួរថាខ្ញុំបោកស្អីនាងទៅបោកលុយនាងឬក៏បោកប្តីនាងបើនាងគិតថាមនុស្សប្រុសត្រកូលលូងាយនឹងចាញ់បោកគេម្លេះនេះនាងកំពុងតែជេរលោកអគ្គនាយកលូថាល្ងងហើយនាងគិតថានាងជាស្អីបានជាហ៊ានមកប្រដៅខ្ញុំនោះសូមចុច link ខាងក្រោមដើម្បីទស្សនាសាច់រឿងពេញ